ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះផងដែរខ្ញុំបាទក៏សូមនិយាយអំពីរឿងរបស់ពូអូនសុធាបន្តិចបាទជាការសំណូមពររបស់ខ្ញុំនៅក្នុងនាមខ្ញុំជាសិល្បករមួយរូបក៏ដូចជាប្រជាជនខ្មែរមួយរូបគឺខ្ញុំមានការសោកស្ដាយគាត់យ៉ាងខ្លាំងចំពោះការបាត់បង់របស់គាត់គឺរបស់ពូអូនសុធាដែលគាត់ត្រូវជាពូរបស់ខ្ញុំដែរដោយសារតែប៉ារបស់គាត់នឹងយាយរបស់ខ្ញុំគឺត្រូវជាបងប្អូនចដូនមួយបង្កើតបងប្អូនបាទអញ្ចឹងហើយបងប្អូនស្ដាប់ឲ្យទាន់ខ្ញុំក៏ទៅជាក្មួយគាត់សាច់ឆ្ងាយម្នាក់ដែរបាទមិនចិត្តប្រហែលតែរៀងឆ្ងាយគូសំដែរមិនឆ្ងាយមិនចិត្តទេបងប្អូនបាទមិនឆ្ងាយមិនចិត្តទេប៉ុន្តែនៅក្នុងថ្ងៃនេះខ្ញុំយល់អារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាព្រមទាំងអារម្មណ៍របស់ខ្ញុំផ្ទាល់បាទខ្ញុំយល់ហើយខ្ញុំពិតជាសោកស្ដាយខ្ញុំពិតជាមិននឹកស្មានខ្ញុំមិនជឿទេបាទខ្ញុំនៅតែមិនទាន់ជឿទេថាគាត់បានលាចាកលោកយើងទៅគឺខ្ញុំមិនជឿបាទខ្ញុំមិនទាន់ជឿទាល់តែសោះខ្ញុំធ្វើចិត្តអត់ទាន់បានទេពុកម៉ែបងប្អូនទាំងអស់គ្នាបាទគឺខ្ញុំពិតជាសោកស្ដាយគាត់ខ្លាំងណាស់បាទខ្ញុំស្ដាយមែនទែនបាទគឺស្ដាយធនធានមនុស្សគឺស្ដាយមនុស្សល្អបាទគឺខ្ញុំស្ដាយខ្លាំងណាស់ក៏ដូចជាខ្ញុំយល់អារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាទាំងសាច់ញាតិទាំងបងប្អូនមិត្តភ័ក្តិអ្នកស្គាល់ទាំងអ្នកសិល្បៈទាំងអ្នកក្រៅសិល្បៈខ្ញុំយល់អារម្មណ៍របស់បងប្អូនទាំងអស់គ្នាថាបងប្អូនទាំងអស់គ្នាគឺពិតជាសោកស្ដាយគាត់ខ្លាំងណាស់ដូចជាខ្ញុំសោកស្ដាយគាត់អញ្ចឹងបាទគឺខ្ញុំយល់ហើយខ្ញុំអរគុណខ្លាំងណាស់នៅទឹកចិត្តរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាក៏ដូចជា fan អ្នកគ្រប់គ្រងគាត់អ្នករាប់អានគាត់អ្នកស្រឡាញ់គាត់អ្នកសិល្បៈអ្នកក្រៅសិល្បៈគឺខ្ញុំយល់ហើយខ្ញុំពិតជាអរគុណខ្លាំងមែនទែនបាទប៉ុន្តែអ្វីដែលខ្ញុំចង់សំណូមពរពុកម៉ែបងប្អូនទាំងអស់គ្នាបងប្អូនសិល្បករសិល្បករនីនៅក្នុងមួយចំនួនដែលបានវែកញែករឿងរ៉ាវរបស់គាត់មិនថារឿងស្អីទេបាទគឺរឿងអីក៏ដោយបាទបន្ទាប់ពីបន7ថ្ងៃនេះចប់ទៅខ្ញុំបាទក៏សូមសំណូមពរដល់បងប្អូនទាំងអស់គ្នាសូមមេត្តាបញ្ឈប់ទៅបាទមិនបាច់រៀបវែកញែកមិនបាច់រៀបរាប់អីតទៅទៀតទេបងប្អូនបាទសូម្បីតែខ្ញុំផុសនៅក្នុងpage របស់ខ្ញុំនៅក្នុងការផុសរបស់ខ្ញុំក៏ខ្ញុំបាននិយាយដែរថាបន្ទាប់ពីបញ្ចប់បុណ្យគម្រប់7ថ្ងៃរបស់គាត់ហ្នឹងគឺខ្ញុំឈប់ផុសរូបគាត់ហើយបងប្អូនបាទដោយសារខ្ញុំមិនចង់ឃើញរូបភាពដែលធ្វើឲ្យខ្ញុំវាពិបាកនឹងកាត់ចិត្តពិបាកនឹងទទួលយកប៉ុន្តែពួកខ្ញុំនៅតែចងចាំគាត់ជារៀងរហូតបាទគាត់ថាខ្ញុំអត់ចង់ឃើញអត់ចង់រំលឹកទេខ្ញុំចង់ឲ្យគាត់ធ្វើដំណើរចាកចេញទៅដោយស្ងប់សុខគឺសូមឲ្យគាត់នឹងបានទៅដល់ឋានដ៏សមរម្យដល់ឋានសុគតិភពហើយបើសិនជាមានជាតិក្រោយនឹងគឺខ្ញុំសូមជូនពរគាត់កុំឲ្យគាត់មានជំងឺអីញ៉ែអញ្ញាយការសាហាវអីចឹងទៀតហើយសូមឲ្យគាត់អាយុវែងព្រោះថាគាត់ល្អខ្លាំងណាស់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទហើយខ្ញុំយល់អារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំយល់ខ្លាំងណាស់បាទព្រោះខ្ញុំយល់អារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាគឺដូចជាអារម្មណ៍របស់ខ្ញុំចឹងគឺខ្ញុំអត់តន់ទទួលយកថាគាត់បានចាក់ចេញទៅទេចាក់ចេញទៅទេបងប្អូនបាទគឺខ្ញុំអត់តន់ទទួលយកបានទេបាទប៉ុន្តែខ្ញុំឃើញបងប្អូនទាំងអស់គ្នាមានការវែកញែកចេះចុះពីបញ្ហាដែលពាក់ព័ន្ធនឹងគាត់បាទខ្ញុំសូមសំណូមពរបាទបញ្ចប់ទៅត្រឹមនឹងបានហើយបងប្អូនទាំងអស់គ្នាបាទបញ្ឈប់ទៅបាទមិនបាច់វែកញែកអីតទៅទៀតទេបាទមិនថាគាត់មានរឿងអីមិនថាគាត់មានបញ្ហាអីមិនថាគាត់មកបញ្យល់សពពីណាមិនថាគាត់មានពាក់ព័ន្ធជាមួយពីណាមិត្តភ័ក្តិរបស់ពីណាទេគឺខ្ញុំនិយាយទូទៅបងប្អូនបាទជាការសំណូមពររបស់ខ្ញុំបាទខ្ញុំអត់ចង់ឲ្យបងប្អូនទាំងអស់គ្នាលើកយកឈ្មោះគាត់មកវែងញែកដើម្បីរកហេតុផលរកខុសត្រូវតទៅទៀតនោះទេបងប្អូនបាទបន្ទាប់ពីបុណ្យ7ថ្ងៃរបស់គាត់ទៅនេះគឺបងប្អូនបញ្ចប់ទៅបាទជាការសំណូមពររបស់ខ្ញុំបាទខ្ញុំចង់ឲ្យគាត់ចាក់ចេញទៅដោយស្ងប់សុខខ្ញុំអត់ចង់ឲ្យគាត់មានការមានមន្ទិលមានអាឡោះសំណោះអាឡោះឡាយទៀតទេបងប្អូនព្រោះគាត់ពិបាកឆ្អែតហើយបាទគាត់បាននិយាយរៀបរាប់នៅក្នុង status របស់គាត់ដោយបងប្អូនទាំងអស់គ្នាបានឃើញហើយគឺគាត់ពិបាកឆ្អែតហើយអញ្ចឹងសូមបងប្អូនទាំងអស់គ្នាបាទបញ្ឈប់ដោយការវែកញែកទៅបាទនេះជាការសំណូមពររបស់ខ្ញុំគឺខ្ញុំដឹងថាបងប្អូនទាំងអស់គ្នាគោរពស្រឡាញ់រាប់អានគាត់ស្ដាយគាត់អាឡោះអាឡាយគាត់គឺខ្ញុំដឹងពីចិត្តរបស់បងប្អូនទាំងនេះច្បាស់ណាស់ដូចជាចិត្តខ្ញុំអញ្ចឹងបងប្អូនបាទប៉ុន្តែខ្ញុំមិនចង់ឲ្យមានការវែកញែកអីទេបងប្អូនអើយបាទសូមបញ្ចប់ត្រឹមហ្នឹងទៅបាទទោះបីអ្នកណាខុសអ្នកណាត្រូវក៏វាមិនបាច់វែកញែកតទៅទៀតដែរបងប្អូនបាទមិនបាច់ធ្វើការបកស្រាយមិនបាច់វែកញែកអីទេបាទបញ្ចប់ត្រឹមហ្នឹងទៅបាទព្រោះថាខ្ញុំចង់ឲ្យគាត់ធ្វើដំណើរទៅឲ្យបានស្ងប់សុខកុំឲ្យយើងចេះតែមានរឿងរ៉ាវពាក់ព័ន្ធនឹងគាត់យកមកបកស្រាយយកមកវែកញែកអីបន្តទៀតទេបាទមិនបាច់ទេបាទខ្ញុំសូមតែប៉ុណ្្នឹងទេបងប្អូនទាំងអស់គ្នាបាទខ្ញុំសូមប៉ុណ្្នឹងគឺបងប្អូនបញ្ឈប់ទៅបាទមិនបាច់វែកញែកអីទេហើយជាចុងក្រោយនេះខ្ញុំបាទក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់ជាមិត្តភ័ក្តិក្តីជាបងប្អូនក្តីជាញាតិក្តីជាញាតិចិត្តឆ្ងាយក្តីជា fan របស់គាត់ក្តីគឺថាខ្ញុំអរគុណខ្លាំងមែនទែនដែលបានមានការសោកស្ដាយគាត់មានការអាណិតអាសូរនឹងគោរពរាប់អានគាត់គឺថាខ្ញុំអរគុណខ្លាំងជំនួសក្រុមគ្រួសារក៏ដូចជាជំនួសគាត់ផងបងប្អូនបាទហើយរឿងគ្រប់យ៉ាងគឺថាវាសូមបញ្ចប់ត្រឹមហ្នឹងទៅបាទខ្ញុំអត់មានអីច្រើនទេមានតែប៉ុណ្្នឹងសូមគោរពជូនពរដល់បងប្អូនទាំងអស់គ្នាដែលស្រឡាញ់រាប់អានគាត់
ជា friend គាត់គឺសូមទទួលបាននៅសេចក្តីសុខសេចក្តីចម្រើនសុខភាពល្អសុវត្ថិភាពល្អរស់ស៊ីមានបានទាំងអស់គ្នាបាទសូមអរគុណច្រើនបាទប៉ុណ្ណឹង